រឿងខ្មោចតាយោនៅក្នុងភូមិមួយគឺមានបុរសវ័យចំណាស់ម្នាក់សពថ្ងៃគាត់នៅផ្ទះតែម្នាក់ឯងនោះទេបងប្អូនសាច់ញាតិរបស់គាត់ទាំងអស់បានចែកផ្លូវគ្នាទៅរកស៊ីនៅឯទីក្រុងភ្នំពេញរៀងៗខ្លួនអស់ទៅនៅសល់តែតាយុករស់នៅតែម្នាក់ឯងកណ្ដោចកណ្ដែងរកទីជម្រកសឹងតែមិនចង់ឃើញអ្នកភូមិនៅក្បែរផ្ទះគាត់ទាំងអស់បាននាំគ្នារស់នៅកន្លែងផ្សេងពីគ្នាដោយឡែកអស់ទៅព្រោះពួកគេទាំងអស់គ្នានោះមិនចង់រស់នៅក្បែរផ្ទះរបស់តាយប់នោះទេព្រោះថាតាយប់គាត់មានជំងឺចម្លែកមួយនៅជាប់នឹងខ្លួនរបស់គាត់ជាប្រចាំកាយនឹងពេលណាមេឃត្រជាក់ម្ដងធ្វើឲ្យក្នុងខ្លួនតាយប់នេះតែងតែឈឺចុកចាប់ពេញរាងកាយទាំងអស់របស់គាត់ដូចជាត្រូវអំពើរបស់គេអញ្ចឹងទើបធ្វើឲ្យអ្នកភូមិទាំងអស់គ្នានោះខ្លះខ្លាចគាត់ខ្លះរអើងគាត់ក៏នាំគ្នារស់នៅកន្លែងផ្សេងទាំងអស់គ្នាទៅធ្វើឲ្យក្នុងភូមិមួយនេះគឺស្ងាត់ឲ្យច្រងំរកតែមនុស្សម្នាក់ដើរឆ្លងកាត់សឹងតែមិនចង់ឃើញមើលទៅអ្នកភូមិទាំងនេះមិនក៏នាំគ្នារស់នៅកន្លែងផ្សេងទាំងអស់ទៅវិញផ្ទះខ្លួនឯងមានមិននៅនោះទេសុខចិត្តទុកចោលទាំងអស់ហើយទៅរស់នៅកន្លែងផ្សេងឬមួយក៏ពួកគេទាំងអស់នោះប្រហែលជាខ្លាចយើងនឹងហើយមើលទៅហើយមនុស្សឯងមិនទាន់នឹងកើតអីផងក៏នាំគ្នាខ្លាចមុនបាត់ទៅហើយអូយឈឺណាស់អូយឈឺមានអ្នកណានៅក្បែរនេះដែរទេជួយយើងផងទៅយើងឈឺចុកចាប់ណាស់អូយហើយតាយប់នេះក៏ទ្រាំនឹងការឈឺចុកចាប់ក្នុងខ្លួនគាត់មិនបានក៏បានដាច់ខ្យល់ស្លាប់ភ្លាមទៅហើយខ្មោចតាយប់ក៏នៅចាំលងមនុស្សជាបន្តបន្ទាប់រហូតមកមានក្មេងវ័យជំទង់2នាក់ពួកគេបាននាំគ្នាមកផ្ទះរបស់តាយប់ដើម្បីចង់ដឹងថាតើខ្មោចតាយប់នឹងគាត់បានស្លាប់ពិតប្រាកដមែនឬក៏មិនស្លាប់ណែឯងមើលទៅផ្ទះតាយប់នេះដូចជាគ្មានអ្វីគួរឲ្យខ្លាចផងនឹងហើយចុះអ្នកភូមិមិនក៏នាំគ្នាផ្អើឆាឡោរត់ខ្លាចគាត់យ៉ាងនេះហើយរឿងនឹងគ្នាក៏មិនដឹងនោះដែរវើយតាយប់នេះគាត់មិនដែលចេះធ្វើអីអ្នកណាទេហើយចុះមិនក៏អ្នកភូមិទាំងនេះនាំគ្នាខ្លាចគាត់ទៅវិញមែនហើយយើងក៏ដូចជាឆ្ងល់នោះដែរពួកឯងទាំងពីរនាក់កំពុងតែធ្វើអីនឹងយើងកំពុងតែឈរនិយាយគ្នាលេងពិតមែនហើយយើងកំពុងតែឈរនិយាយគ្នាលេងអីយ៉ាសំឡេងអ្នកណាគេនិយាយនឹងតើជាសំឡេងឯងមែនទេមិនមែនទេយើងមិនបាននិយាយស្អីនោះទេឯងនឹងហើយដែលជាអ្នកនិយាយនឹងទេយើងក៏មិនបាននិយាយនោះដែរបើឯងមិនបាននិយាយមានតែខ្មោចលងយើងនឹងហើយមែនហើយយើងគឺជាខ្មោចហា
ោចហើយថាមិនខ្មោចទៀតឆាប់រត់ទៅយើងពួកឯងទាំងពីរនាក់ចង់រត់ទៅណានៅទីនេះសិនហើយក្រែងឯងទាំងពីរនាក់ចង់មករកយើងលេងមែនទេឥឡូវយើងចាញ់មកហើយទេតើមិនក៏ពួកឯងឆាប់រត់ទៅយ៉ាងនេះមិនក៏យើងរត់ទៅមុខមិនរួចអញ្ចឹងមែនហើយយើងក៏រត់ទៅមុខមិនរួចនោះដែរគិតយ៉ាងម៉េចទៅយើងតាយប់អើយឆាប់ដោះលែងយើងទាំងពីរនាក់ភ្លាមទៅព្រោះយើងទាំងពីរនាក់មិនបានធ្វើអាក្រក់អីទៅដាក់លើតាយប់ឯងនោះទេមែនហើយឆាប់ដោះលែងយើងទាំងពីរនាក់ទៅកុំចងកម្មចងពៀជាមួយនឹងពួកយើងធ្វើអីហើយចុះពួកឯងមករកផ្ទះយើងនេះមានគោលបំណងអ្វីទៅអោពួកយើងមកនេះគ្រាន់តែចង់ដឹងថាតើលោកតាយប់បានស្លាប់ពិតប្រាកដមែនឬក៏មិនស្លាប់នោះទេយើងទាំងពីរនាក់មានគោលបំណងអាក្រក់អ្វីនោះឡើយតែយើងចង់លេងជាមួយនឹងពួកឯងព្រោះពួកឯងនៅក្មេងៗអញ្ចឹងគួរឲ្យចង់លេងសប្បាយដល់ហើយតែយើងទាំងពីរនាក់មិនហ៊ានលេងជាមួយនឹងលោកនោះទេមែនហើយយើងក៏មិនហ៊ានលេងជាមួយនឹងលោកនោះដែរហេតុអ្វីទៅមកពីរូបរាងយើងអាក្រក់មែនទេបានជាពួកឯងមិនហ៊ានលេងជាមួយនឹងយើងនឹងបានហើយពួកឯងចង់ទៅណាក៏ទៅថ្ងៃក្រោយកុំមកផ្ទះរបស់យើងរញ៉េរញ៉ៃទៀតហើយខ្មោចតាយប់នេះក៏បានដោះលែងពួកគេទាំងពីរនាក់ភ្លាមទៅអើយអាក្មួយពីរនាក់នេះតើវាបាត់ទៅណាទៅណោះបាត់តាំងពីពេលថ្ងៃត្រង់ឥឡូវនៅតែរកវាមិនឃើញទៀតឲ្យនៅយាមចំការពោតមិនយាមនោះទេអើយទៅរកមើលវាបន្តិចទៀតសិនយប់ជ្រៅទៅហើយនៅតែរកពួកវាមិនឃើញទៀតតើពួកវាបាត់ទៅណាទៅណោះពួកវានៅទីនេះសោះខំតែដើររកផ្ទះចំបែងមានមិនទៅដេកនោះទេហើយឲ្យវានៅយាមចំការពោតក៏មិនយាមទៀតណែឆាប់ភ្ញាក់ឡើងមកអាក្មួយពីរនាក់បាទលោកអ៊ំមានការអីដែរទៅហើយចុះពួកឯងទាំងពីរនាក់មិនក៏នាំគ្នាមកដេកអីនៅកន្លែងនេះទៅវិញគឺខ្មោចតាយប់ណាលោកអ៊ំបានលងពួកយើងទាំងពីរនាក់ពិតមែនហើយលោកអ៊ំហើយចុះពួកឯងទៅធ្វើអីនៅផ្ទះតាយប់នឹងអូពួកយើងទាំងពីរនាក់គ្រាន់តែចង់ដឹងថាតើខ្មោចតាយប់នឹងគាត់បានស្លាប់ពិតប្រាកដមែនឬក៏មិនស្លាប់នោះទេលោកអ៊ំពិតមែនហើយលោកអ៊ំពួកឯងទាំងពីរនាក់ឲ្យនៅយាមចំការពោតមិនយាមនោះទេចូលចិត្តដើរទៅលេងឆ្ងាយដល់ហើយថ្ងៃក្រោយពួកឯងទាំងពីរនាក់ឈប់ទៅផ្ទះមួយនឹងទៀតណាបាទលោកអ៊ំខ្ញុំដឹងហើយហើយគេទាំងពីរនាក់នេះក៏បន្តទៅយាមចំការពោតដូចរាល់ដងដែលគេធ្លាប់បានធ្វើទៅ